บอสเพลงทำไมปีพอแล้วแต่กำเท่านี้នៅតូចម៉ែសួរខ្ញុំថាណែណែអាវ៉ាចិញ្ចឹមម៉ែទេខ្ញុំក៏ឆ្លើយថាចិញ្ចឹមម៉ែខ្ញុំញញឹមតើអួតប្រាប់គេបើគិតណាស់ពីតូចដល់ធំពុកម៉ែឲ្យលុយរៀនអស់ទាំងបេពុំខ្ញុំនឹកតែកូមេម៉ែលក់បនឡាយរងលុយឲ្យកូនរៀនពេលនេះរៀនចប់បរិញ្ញាអារម្មណ៍ស្រស់ថ្លាការងារក៏មានតែនៅណែកន្លែងធ្វើការឃើញម្នាក់នោះណាខ្ញុំអៀនអើយអៀនតាមញ៉ែដល់គេស្រឡាញ់គេទីការឆាប់លុយខ្ញុំអត់មានខ្លាចគេដល់ដឹងនាងបាត់ខ្ញុំទៅខ្វែងខ្វៀនម៉ែឲ្យរកលុយការពុកខ្ញុំម៉ែខ្ញុំស្រែកថងមួយដុំសត្វតែដុល្លារខ្ញុំឃើញស្ងោចក្នុងចិត្តថាពុកម៉ែអស់ចាពូកែសន្សំគាត់ក៏ប្រាប់ខ្ញុំលុយខ្ចីអង្គការជីវិតពេលមានប្រពន្ធឈឺគ្រុនត្រូវថែរក្សាការងារប្រាក់ខែតិចតួចមិនអាចឆ្លៀតជួយពុកម៉ែឡើយណាជុំបិណ្ឌខ្ញុំទៅលេងផ្ទាំងឃើញពុកម៉ែក្រខ្ញុំសែនខ្លោចសាតស៊ូកូនរៀនបរិញ្ញារៀនចប់កាលណាការប្រពន្ធបាត់នៅតូចម៉ែសួរខ្ញុំថាណែណែអាវ៉ាចិញ្ចឹមម៉ែទេខ្ញុំក៏ឆ្លើយថាចិញ្ចឹមម៉ែខ្ញុំញញឹមតើអួតប្រាប់គេបើគិតណាស់ពីតូចដល់ធំពុកម៉ែឲ្យលុយរៀនអស់ទាំងបេពុកខ្ញុំនឹកតែកូមេម៉ែលក់បនឡាយរងលុយឲ្យកូនរៀនពេលនេះរៀនចប់បរិញ្ញាអារម្មណ៍ស្រស់ថ្លាការងារក៏មានតែនៅណែកន្លែងធ្វើការឃើញម្នាក់នោះណាខ្ញុំអៀនអើយអៀនតាមញ៉ែដល់គេស្រឡាញ់គេទីការឆាប់លុយខ្ញុំអត់មានខ្លាចគេដល់ដឹងនាងបាត់ខ្ញុំទៅខ្វែងខ្វៀនម៉ែឲ្យរកលុយការពុកខ្ញុំម៉ែខ្ញុំស្រែកថងមួយដុំសត្វតែដុល្លារខ្ញុំឃើញស្ងោចក្នុងចិត្តថាពុកម៉ែអស់ចាពូកែសន្សំគាត់ក៏ប្រាប់ខ្ញុំលុយខ្ចីអង្គការជីវិតពេលមានប្រពន្ធឈឺគ្រុនត្រូវថែរក្សាការងារប្រាក់ខែតិចតួចមិនអាចឆ្លៀតជួយពុកម៉ែឡើយណាជុំបិណ្ឌខ្ញុំទៅលេងផ្ទាំងឃើញពុកម៉ែក្រខ្ញុំសែនខ្លោចសាតស៊ូកូនរៀនបរិញ្ញារៀនចប់កាលណាការប្រពន្ធបាត់